trong video này nâng lược dòng nơiបញ្ហាមួយចំនួនដែលបងប្អូនកសិករថ្មីតែងជួបប្រទះពីការទិញកូនមាន់ដែលដោយសារតែអត់ទំនុកចិត្តខ្លួនឯងនៅពេលដែលយើងអត់ទុកចិត្តលើខ្លួនឯងយើងទិញកូនមាន់យើងតែងតែកំងយកកូនមាន់ដែលអាយុច្រើន20ថ្ងៃឬរហូតដល់1ខែកន្លះដោយរំពឹងថាកូនមាន់ដែលយកមកហ្នឹងគឺរស់ហ្មងហើយមិនចាំបាច់ត្រូវធ្វើវ៉ាក់សាំងអីទៀតទេព្រោះខ្ជិលបាទរវល់ហេតុផលណាទី1ខ្ជិលធ្វើទី2រវល់ទី3អត់ចេះធ្វើនឹងតែម្ដងអញ្ចឹងហេតុផល3នេះធ្វើឲ្យបងប្អូនស្លាប់តែម្ដងកន្លែងហ្នឹងអញ្ចឹងខ្ញុំលើកឡើងនៅបញ្ហាមួយចំនួនជុំវិញការទិញកូនមាន់ដោយយើងខ្វះមូលដ្ឋានចំណេះដឹងហ្នឹងហើយដំណោះស្រាយបង្ហាញពីវិធីសាស្ត្រដំណោះស្រាយជូនបងប្អូនហើយបន្តមកនឹងជួយឲ្យបងប្អូនចំណេញទៅលើការទិញកូនមាន់ហ្នឹងយកមកសុខភាពល្អចិញ្ចឹមបានធំធាត់លឿនលក់បានតម្លៃខ្ពស់បាទនេះជាកលឹះបងប្អូនអាចតាមដានមួយគ្នាជាងការទិញកូនមាន់ដែលយើងមិនដឹងប្រភពតែណាយើងខ្វះចំណេះដឹងធ្វើឲ្យយើងមិនស្គាល់ពូជមាន់អញ្ចឹងយើងនឹងខ្វះព័ត៌មានជុំវិញការស្វែងរកប្រភពកូនមាន់ដែលទុកចិត្តបានបច្ចុប្បន្នមានការបន្លំច្រើននៅលើទីផ្សារការងារហ្នឹងយើងមិនដឹងថាពូជមាន់ណាទេបាទកន្លែងខ្លះទៅក៏មានមេបាខ្លួនឯងទៅកន្លែងខ្លះទៅក៏ទិញពងពីគេយកមកញាស់អញ្ចឹងទៅកន្លែងខ្លះក៏មិនដឹងមេបាននៅណាកន្លែងញាស់នៅណាក៏មានច្រើនដែរអញ្ចឹងកាលណាយើងខ្វះព័ត៌មានធ្វើឲ្យយើងទិញចំតែពូជមាន់ដែលខុសគោលដៅដែលយើងចង់បាននេះជាចំណុចទី1នៅទី2គឺនៅពេលដែលយើងមិនដឹងគឺគេបន្លំទៅលើអាយុយើងអត់ស្គាល់កូនមាន់ហ្នឹងអត់ស្គាល់កូនមាន់អាយុប៉ុន្មានទំហំការលូតលាស់ប៉ុណ្ណាយើងអត់ដឹងអញ្ចឹងត្រូវគេបន្លំដោយអាយុឧទាហរណ៍ថាយើងទិញនៅក្នុងតម្លៃអាយុ21ថ្ងៃ3សប្តាហ៍បាទប៉ុន្តែកូនមាន់ហ្នឹងទើបតែអាយុ10ថ្ងៃជាងទេហើយគេប្រាប់ថាកូនមាន់ហ្នឹងអាយុ20ថ្ងៃជាងហើយត្រូវគេបន្លំដោយអាយុដោយសារយើងអត់ស្គាល់កូនមាន់អាហ្នឹងណាចំណុចមួយទៀតគេបន្លំវ៉ាក់សាំងគឺគេនឹងប្រាប់បងប្អូនថាវ៉ាក់សាំងធ្វើ3 4 5មុខរួចហើយប៉ុន្តែចំណុចនេះខ្ញុំចង់បញ្ជាក់ផងដែរថាមិនមែនគ្រប់គ្នាសុទ្ធតែខូចចឹងទេបាទនៅក្នុងការងារនេះវាមានអ្នកដែលគាត់ស្មោះត្រង់គាត់ប្រកាសចឹងមកយើងចេះជ្រើសរើសកន្លែងផលិតឲ្យបានត្រឹមត្រូវដើម្បីទទួលបានអីដែលយើងចង់បានហ្នឹងបើអញ្ចឹងទៅគេនឹងបន្លំវ៉ាក់សាំងមានថាកូនមាន់នៅទូចប៉ុណ្ណឹងអាយុ2សប្តាហ៍អីហើយវ៉ាក់សាំងគ្រប់ទាំងអស់ហើយធ្វើអីខ្លះបងប្អូនត្រូវចេះចាប់អារម្មណ៍កន្លែងហ្នឹងថាធ្វើអស់ហ្នឹងធ្វើអីខ្លះអញ្ចឹងហើយដល់មើលតែបងប្អូនអត់ចេះអត់យល់គេរៀបរាប់1 2 3 4 5ទាំងដែលថាអាយុកូនមាន់នោះមិនទាន់អាចទទួលបានវ៉ាក់សាំងដែលគេរៀបរាប់នឹងផងនេះជាចំណុចហានិភ័យខ្ពស់សម្រាប់បងប្អូនដែលអត់ចេះបាទហើយមួយទៀតហ្នឹងគឺកូនមាន់ដែលទិញមកអាចនឹងត្រូវបន្សាំដោយថ្នាំព្យាបាលបន្សាំដោយថ្នាំការពារនៅពេលដែលបងប្អូនកំងទុកហើយគឺគេនឹងបុកថ្នាំដើម្បីបំពន់បាទបន្សាំកូនមាន់នឹងឯងឲ្យវានៅរស់ជៀសវាងការឈឺដោយជំងឺផ្សេងចឹងគេដាក់ថ្នាំការពាររាល់ថ្ងៃដល់ពេលមួយដែលបញ្ជូនឲ្យបងប្អូនមាន់នឹងឯងគឺពោពេញទៅដោយថ្នាំដែលវាស៊ាំនៅក្នុងរាងកាយរបស់វានឹងតែម្ដងក្រោយមកបើសិនជាមាន់នឹងផ្ទុះជំងឺឬក៏មេរោគវាស៊ាំមួយថ្នាំនឹងហើយគឺថ្នាំនឹងឯងលែងអាចព្យាបាលជំងឺដែលវាស៊ាំនឹងបាននេះជាចំណុចហានិភ័យដែលចង់បញ្ជាក់ជូនបងប្អូនថាចំណុចដែលយើងមិនចេះយើងមិនដឹងគឺងាយនឹងរងគ្រោះដោយសារចំណុចទាំងអស់ហ្នឹងឯងអញ្ចឹងណានេះជាបញ្ហាហើយដំណោះស្រាយតែល្អបំផុតគឺមានតែចំណេះដឹងទេនៅពេលដែលយើងយល់ដឹងហើយយើងចេះហើយពូជមាន់ក៏យើងចេះមើលទំហំលូតលាស់នៃសត្វហ្នឹងក៏យើងចេះមើលបាទវ៉ាក់សាំងអីខ្លះដែលគេថាធ្វើហើយក៏យើងដឹងថាអាយុប៉ុណ្នេះទទួលបានវ៉ាក់សាំង1 2 3 4 5ចឹងមកឃើញទេហើយយើងចេះហើយមិនបាច់ត្រូវបន្សាំកូនឲ្យគេបន្សាំទុកឲ្យនៅដល់អាយុ1ខែកន្លះអីនោះទេយើងទិញអាតូចយកមករៀនធ្វើខ្លួនឯងវ៉ាក់សាំងដៃខ្លួនឯងមិនច្បាស់លាស់ជាងហ្នឹងណាព្រោះគោលដៅយើងឲ្យក្រោយយើងនឹងធ្វើខ្លួនឯងហេតុអីបងប្អូនមិនចាប់ដើមធ្វើដោយនៅពេលហ្នឹងចាប់ដើមធ្វើបដារៀនបដាធ្វើបដារៀនបដាថ្ងៃក្រោយគោលដៅរបស់យើងគង់តែទៅនឹងដដែលយើងចាប់ដើមធ្វើទៅអញ្ចឹងវាទទួលបានគុណប្រយោជន៍វ៉ាក់សាំងគឺយើងច្បាស់នៅក្នុងដៃរបស់យើងសត្វយើងថែទាំកម្រិតនៃការឈឺប៉ុណ្ណាវ៉ាក់ថ្នាំព្យាបាលនៅក្នុងកម្រិតប៉ុណ្ណាយើងនឹងចាប់ដើមរៀនចាប់ដើមចេះនឹងហើយកូនមាន់គឺសុវត្ថិភាពខ្ពស់តែម្ដងកន្លែងហ្នឹងណានេះជាគុណប្រយោជន៍ដែលបងប្អូនទទួលបានពីអីដែលជាចំណេះដឹងបាទអញ្ចឹងសរុបមកមានន័យថាចំណេះដឹងគឺជាដើមទុនសម្រាប់បងប្អូនអរគ្នាហើយជួយឲ្យបងប្អូនធ្វើកិច្ចការងារនេះបានល្អជៀសវាងនៅការចាញ់បោកគេផងហើយជាអ្វីដែលថាជាការពង្រឹងសមត្ថភាពខ្លួនឯងព្រោះថ្ងៃក្រោយទៅយើងមុខរបរនេះគឺពឹងលើយើងហើយបើយើងពឹងលើគេមុខរបរពឹងលើយើងលុយកាក់នឹងពឹងលើយើងតែយើងពឹងលើគេតើវាដំណើរការទៅយ៉ាងម៉េចចូលចិត្តតាមដានឬចែករំលែកមាតិកាកសិកម្មកុំភ្លេចចុច like និង follow ផេកកសិ